ជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះនាងខ្ញុំមកឆាបាយសាច់ក្រកដោយសារនៅក្នុងផ្ទះមានសាច់ក្រក3ដុំហ្នឹង3ចំណិតហ្នឹងក៏នឹកឃើញថាយកមកឆាឲ្យអស់ទៅបងប្អូនហើយបើមិនចឹងទុកយូរទៅអត់មានអ្នកញ៉ាំទេក៏មកកែច្នៃឆាបាយសាច់ក្រកអញ្ចឹងទៅនិយាយទៅគឺថាបាយឆារបស់ខ្ញុំហ្នឹងគឺអត់ភ្លេចតែម្ដងអារឿងខ្ទឹមបារាំងអីហ្នឹងជាដំបូងហ្នឹងគឺខ្ញុំមករៀបចំគ្រឿងផ្សំរបស់ខ្ញុំហ្នឹងបងប្អូនដូចជាខ្ទឹមបារាំងខ្ញុំចិតចំណិតតូចអញ្ចឹងទៅហើយលឹកខ្ទឹមពេលដែលបាយយើងឆាហើយហ្នឹងគឺខ្ញុំត្រូវដាក់លឹកខ្ទឹមអញ្ចឹងណាបងប្អូនដើម្បីឲ្យវាឈ្ងុយកាន់តែខ្លាំងអញ្ចឹងក៏មករៀបចំរបស់ទាំងនេះមុននឹងយើងយកមកឆាបងប្អូននិយាយទៅធ្វើអញ្ចឹងយើងរៀបចំមកហើយអញ្ចឹងពេលដែលយកមកឆាទៅគឺវាលឿនណាបងប្អូនកុំឲ្យថាចាំពេលឆាបានទៅយកមករៀបចំទីបតប់អីអញ្ចឹងទៅរៀងយឺតតែនាងខ្ញុំក៏អត់អីដែររឿងថាធ្វើម្ហូបធ្វើអីគឺខ្ញុំលឿនណាស់បងប្អូនហើយមិនបាច់រៀបចំទុកមុនឲ្យតែរបស់ស្អាតលាងហើយអញ្ចឹងដាក់ប៉បហើយនេះសាច់ក្រកនៅសល់13ហ្នឹងគឺថាឆាដាក់ទាំងអស់តែម្ដងទៅឲ្យប៉ាក្មេងនិងកូនគាត់ញ៉ាំហើយសាច់ក្រកនេះគឺខ្ញុំយកចេញពីទូទឹកកកអារឹងហើយខ្ញុំចំហុយមួយផ្លែតឲ្យវារៀងទន់បន្តិចណាដើម្បីស្រួលចាត់សាច់ក្រកហើយជាដំបូងហ្នឹងគឺយើងដាក់ខ្លាញ់អញ្ចឹងបងប្អូនដាក់ប្រេងឆាអញ្ចឹងទៅបំពងសាច់ក្រកនឹងឲ្យវាឆ្អិនសិនណាព្រោះអីសាច់ក្រកវាឆៅវាមិនមែនឆ្អិនទេហើយខ្ញុំបំពងសាច់ក្រកមើលតាមមកល្មមអញ្ចឹងទៅខ្ញុំដាក់ខ្ទឹមចូលប្រលីងជាមួយវាអញ្ចឹងទៅណាដើម្បីថាដាក់ជាមួយត្មងទៅមិនបាច់យកចាញ់យកអីអញញ៉ៃអីច្រើនដងពោកប៉ាអីអញ្ចឹងព្រោះអីសាច់ក្រកវាអត់ទាន់ឆ្អិនមែនតែនទេមករៀងល្មមគឺខ្ញុំដាក់ខ្ទឹមបំពងអញ្ចឹងទៅក្រោយពីដាក់ខ្ទឹមបំពងលេងឲ្យវារៀងមើលទៅរៀងឈ្ងុយរៀងអីបន្តិចអញ្ចឹងទៅចាំដាក់គ្រឿងអីផ្សេងអញ្ចឹងណាបងប្អូនដោយសារខ្ញុំខ្ជិលលើកឡើងដើម្បីដូចថាកុំឲ្យផ្លាក់ចានផ្លាក់អីញ៉ៃអញ្ចឹងទៅបងប្អូនហើយសាច់ក្រកយើងមើលទៅតែរៀងឆ្អិនហើយខ្ញុំគោះពងទាដោយសារបាយខ្ញុំតែងតែលាយជាមួយនឹងពងទាបងប្អូនដើម្បីឲ្យវាមានជាតិណាហើយពងទាហ្នឹងគឺថាមើលមកល្មមអញ្ចឹងទៅបងប្អូនដាក់គ្រឿងតាមចំណង់ចំណូលអញ្ចឹងទៅហើយអំបិលម្រេចគឺខ្ញុំអត់ភ្លេចទេរឿងឆាបាយដាក់អំបិលម្រេចហើយយើងកូរដាក់ជាតិឲ្យដាក់គ្រឿងឲ្យវាចូលជាតិអីអញ្ចឹងទៅខ្ទឹមបារាំងរបស់យើងហ្នឹងក៏ដាក់ចូលមកបងប្អូនដើម្បីឆាឲ្យវាចូលជាតិអញ្ចឹងទៅសូមយើងបានដាក់បាយដាក់អីឲ្យចូលត្មងទៅចានិយាយទៅអត់ប្រវាអីទេឆាបាយតាមចំណង់ចំណូលបងប្អូនឆាដូចជាមានសាច់ចំណិតក៏បានសាច់ច្រាំក៏បានចង់ដាក់ពងទាក៏បានមកដាក់ក៏បានតែនឹងខ្ញុំបាយឆាច្រើនតើដាក់លាយជាមួយពងទាអញ្ចឹងបងប្អូនដើម្បីពេលញ៉ាំទៅជាប់មួយសាច់ពងទាអញ្ចឹងទៅវាឈ្ងុយបងប្អូនចាអញ្ចឹងមកនាងខ្ញុំតែងតែឆាបាយមិនថាឆាបាយឆាមីច្រើនលាយជាមួយពងទាអញ្ចឹងណានេះទម្លាប់របស់នាងខ្ញុំហើយដូចខ្ញុំនិយាយអញ្ចឹងការឆារបស់ខ្ញុំហ្នឹងគឺខ្ញុំអត់ទៀងទេជួនកាលប្រើទឹកត្រីជួនកាលប្រើទឹកស៊ីអ៊ីវហើយជួនកាលទៅអត់ចង់ប្រើរសជាតិខ្មែរអញ្ចឹងទៅខ្ញុំប្រើជាទឹកស៊ីអ៊ីវរបស់តៃវ៉ាន់ហ្នឹងអញ្ចឹងក្លិនរសជាតិបាយខ្ញុំហ្នឹងគឺម្ដងមកកាលគឺរសជាតិប្លែកចេញពីគ្នាតែម្ដងបងប្អូនដឹងស្រាប់ហើយរសជាតិទឹកត្រីគឺក្លិនមិនអីមិនអញ្ចឹងគឺរសជាតិមិនថាងឃើញតែឆាបាយអញ្ចឹងបងប្អូនថាងមកតែត្រឹមឆាបាយមានអីដូចហ្នឹងតែពិតអត់ទេបងប្អូនការលាយគ្រឿងដាក់ទឹកស៊ីអ៊ីវក្លិនខុសគ្នាទៅហើយដាក់ទឹកត្រីទៅក្លិនខុសគ្នាអញ្ចឹងទៅនិយាយទៅវាមួយបែបម្នាក់ហើយមើលបងប្អូនដាក់ម្រេចចង់ដាក់ម្រេចម៉ត់ហើយម្រេចរៀងគ្រាប់ហ្នឹងក៏វារសជាតិខុសគ្នាទៅទៀតអញ្ចឹងបានថាឃើញការឆាបាយរបស់ខ្ញុំហ្នឹងមើលទៅវាសាមញ្ញធម្មតាក៏ប៉ុន្តែការលាយគ្រឿងរបស់យើងវារសជាតិខុសគ្នាបងប្អូនហើយអញ្ចឹងបើថាតើតាឆាកែខ្លះបានឆ្